បងប្អូនថ្ងៃនេះតើមើលគោទៀតហើយជួយអីជួយចិត្តគោនេះគោមុំចឹងមើលទៅចិត្តរយឈ្មោលទៀតហើយមេដែរស្អាតទេបងប្អូនគោខ្ញុំនេះមេរបស់វាចឹងវីដេអូមុនខ្ញុំច្រឡំថាកូន2តាមពិតនេះក្នុងពោះនេះកូនទី3ហើយចិត្តកើតហើយបងប្អូនអើយបើសិនមានសម្រាប់ឆ្លោះអេកូស្រួលណាយើងចាំអ៊ុតមើលថាកូនវិញញីឬជាឈ្មោលប្រហែលជាខែ10ខែអីហ្នឹងកើតហើយមើលទៅខែ9ខែ10ហ្នឹងខ្ញុំមិនសូវចាំច្បាស់ដែរហើយជាកូនទី3ហើយក្នុងពោះហ្នឹងកូនមុននោះឈ្មោលហើយមេមិញកំមុំមិញហ្នឹងនឹងញីកូនរបស់វាដែរចាំមើលកូនទី3ញីឬឈ្មោលនេះទេសភាពកន្លែងមើលគោហើយមានជាការស្វាយខែហ្នឹងអត់មានទេហដងខែហ្នឹងមានខោដៅដែរនេះក្របថ្នោតដែរសំណល់ក្របថ្នោតដែរណាចាស់យើងរើសយកមកពួកភ្លើងអាំងត្រីអីអស់ហើយមកនេះតបែកអាចសัตว์បងប្អូនស្គាល់អត់តបែកអាចសัตว์ហ្នឹងហើយតបែកហ្នឹងពីមុនមកញ៉ាំបានយើងញ៉ាំមកចេះឈឺពោះឈឺអីប៉ុន្តែដល់សម័យនេះមិនទៅញ៉ាំអត់បានសោះខ្ញុំតែញ៉ាំទៅចេះតែឈឺពោះហើយសัตว์មានសัตว์ជក់ហើយវាក្មេងៗអីខ្ញុំហ្នឹងហើយតែក៏ដល់ព្រលឹមដល់ក្រោមដើមតបែកហើយឥឡូវញ៉ាំអត់បានទេញ៉ាំទៅដឹងឈឺពោះហ្មងហើយមានអីទេនៅនេះហ៎ទេសភាពតាមបែបជនបទហ្នឹងសុខសែនៅជាការស្វាយនៅអីហ្នឹងនេះខ្លាំយើងឬក៏កាត់ចានដែកតុកខ្ញុំគេហៅខ្លាំហ្នឹងបងប្អូនឆ្ងល់ទៀតឥឡូវចានដែកហ្នឹងសម្រាប់ដាក់ទៅកតួដាក់ដើមចេកអីកូនស៊ីហ្នឹងកាយស៊ីស្មៅទៅតាហើយសម័យកូវីដបងប្អូនអើយកាលណាងាប់អស់ឈឺអត់ប្រហែលងាប់យើងលក់ខាតអស់ច្រើនណាអស់ពីនឹមឡូវមានគោណាធំមានគោណាមើលអត់មានស្ដាយកាលហ្នឹងមេនឹមចុងក្រោយនោះស្អាតមែនតែនកំពុងផើមទាំងពីរហ្មងណាងាប់បាត់អស់បងប្អូនហើយគាត់ទៅកូវីដមិនធំកូវីដតែមនុស្សហើយកូវីដដល់គោទៀតហ្នឹងណានេះម្ចាស់នោះទៅកាត់ស្មៅនឹងចុងខាងជើងណាមើលឃើញលឹមបងប្អូនហើយមេឃថ្ងៃនេះរកភ្លៀងទៀតដែរមេឃល្ងិតចុំវិញទាំងអស់តែភ្លៀងក៏ល្អដែរយើងអ្នកស្រែភ្លៀងបានស្រូវល្អបានស្មៅឲ្យគោស៊ីអញ្ចឹងណាបងប្អូនចុះបងប្អូនវិញជួយចិញ្ចឹមគោដែរអត់គោយើងមើលប្តីខ្ញុំសម្បីតែអំពាត់មិនហ៊ានវាយផងគោអង្អែលបងអែលគាត់ស្រឡាញ់សត្វណាមើលទៅមេឃនឹងភ្លៀងទៀតហើយមើលទៅដើរធ្វើការហត់ទៅបានទៅចឹងទៅសុបាយដែរខាងថាអារម្មណ៍ស្រស់ស្រាយហ្នឹងបងប្អូន